Cho ok nè ở nhưng mà nâng nọ rắm nè ở tới snap xa dùm lấy để bây giờ mặt bao giờ quạt nhà xa dùm lấy cho mùi nâng cầm thì 3 2 1 បាទសួស្តីអ្នកនរគ្នាខ្ញុំបាទឈ្មោះ Parent ហើយថ្ងៃហ្នឹងផងដែរខ្ញុំមានរឿងចែកម្លែកជូនអ្នកនរគ្នាស្ដាប់រឿងមួយតាក់ទងជាមួយនឹងរឿងព្រាយកលាភ្លើងខ្ញុំបានជួបរឿងហ្នឹងតាំងពីខ្ញុំអាយុ11 12ឆ្នាំហើយតាមអ្វីដែលខ្ញុំចាំគឺកាលឡើងក្នុងឆ្នាំចន្លោះ2013 2014ហើយរឿងហ្នឹងដែរកាលឡើងនៅខេត្តបៃលិននៅជាយខេត្តនៅឯខាងភ្នំតាបងព្រំបន្ទល់នៅគឺសឡូតចាស់រឿងហ្នឹងកាលឡើងខ្ញុំយូរដែរប៉ុន្តែវានៅដិតដាមមួយខ្ញុំរហូតណានឹកពេលណាក៏នឹកឃើញរឿងហ្នឹងដែរដោយសារអីវាលើកទី1ដែលខ្ញុំបានជួបពពួកអវិញ្ញាណហើយក៏ជារឿងលើកដំបូងដែលខ្ញុំតាំងពីជួបរឿងហ្នឹងមកខ្ញុំចាប់ផ្ដើមឃើញអ្វីចម្លែកមានអារម្មណ៍ថាយើងអាចមើលឃើញវិញ្ញាណឬអាចមើលឃើញអីជុំវិញខ្លួនយើងអញ្ចឹងវាតែងតែយើងតែងតែឃើញហ្នឹងហើយមុននឹងចូលដល់សេចក្ដីខ្ញុំនិយាយពីតាណាដើមតងរឿងតិចសិនដោយសារការជំនាន់ហ្នឹងគ្រួសាររបស់ខ្ញុំពិបាកមែនតើប៉ាខ្ញុំក៏ត្រូវឡើងទៅប្រទេសចៅសៀមដើម្បីធ្វើការហើយកាលហ្នឹងគាត់ឡើងទៅធ្វើការអត់បានលុយទេគេបោកគ្រួសាររបស់ខ្ញុំមានកូន4នាក់ខ្ញុំកូនបងគេហើយពេលហ្នឹងម៉ាក់ខ្ញុំគាត់ទៅសៃខ្ចីដោយសារកើតកូនបូនខ្ញុំអាពៅគេហ្នឹងតាអត់មានលុយអញ្ចឹងទៅពូនឹងយាយរបស់ខ្ញុំហ្នឹងបានស្រេចចិត្តនាំម៉ាក់ខ្ញុំនាំខ្ញុំបងប្អូនទាំង4នាក់ហ្នឹងទៅធ្វើការស៊ីឈ្នួលកាច់ពោតគេនៅខាងភ្នំត្បូងចកាគេហ្នឹងគឺធំខ្លាំងមែនទែនចូលទៅ20-30 ហាត់ណាយើងទៅហ្នឹងយើងទៅសារៈនៅហ្នឹងកាច់ពោតហ្នឹងតោះហើយបើយើងត្រឡប់មកវិញពេលដែលយើងទៅត្បូងហ្នឹងគឺអត់ទាន់មានកម្មករផ្សេងទៅទេព្រោះយើងទៅមុនគេនិយាយពីភិនភាគសិនពីមុខចកាគឺមានរោង2ជាន់រោងគេសម្រាប់នៅរោងសម្រាប់ដាក់ពោតអ្នកដែលចកាគាត់ស្គាល់ហើយគេហៅរោងគេហៅចរុកអញ្ចឹងគឺចរុកហ្នឹងគឺគេធ្វើជាលក្ខណៈ2ជាន់ប៉ុន្តែនៅកណ្ដាលចការបស់គេហ្នឹងគឺមានខ្ទមមានផ្ទះនៅកណ្ដាលចកាហ្នឹងមួយដែរមកលក្ខណៈហ្នឹងដូចកន្លែងផ្ទះគេមានតំណាំមានទំនប់មានរោងមានអីនៅកណ្ដាលចកាហ្នឹងហើយយាយរបស់ខ្ញុំហើយនិងម៉ាក់របស់ខ្ញុំក៏គាត់ស្រេចចិត្តនិយាយមួយម្ចាស់ចកាថាគាត់កូនតូចកូនច្រើនអញ្ចឹងទៅខ្សឹកតែក្មេងៗអញ្ចឹងយើងអត់ចង់នៅចរុកទេខ្លាចប៉ះពាល់ដល់កម្មករផ្សេងព្រោះអីមួយថ្ងៃពីរថ្ងៃក្រោយមកកម្មករគេនឹងនាំចូលមកថែម20-30 នាក់ទៀតអញ្ចឹងណាដោយសារចកាគេធំដល់ពេលអញ្ចឹងទៅម៉ាក់ខ្ញុំនិងយាយខ្ញុំគាត់សម្រេចចិត្តសូមម្ចាស់ចកាគេទៅដេកនៅនឹងខ្ទមនៅកណ្ដាលចកាហ្នឹងព្រោះវាមានផ្លូវចូលទៅកណ្ដាលចកាហ្នឹងមានផ្លូវមួយចូលទៅកន្លែងរោងហ្នឹងអញ្ចឹងម្ចាស់ចកាក៏គាត់អត់មកដែរក៏គាត់ថាបើចង់ទៅនៅហ្នឹងក៏នៅចោះយើងទៅមុនគេអញ្ចឹងទៅអត់មានមនុស្សទេហើយយាយខ្ញុំក៏សារចិត្តរើអាវ៉ាន់ហ្នឹងបញ្ជូនអាវ៉ាន់ពីមុខចកាហ្នឹងទៅកណ្ដាលចកាហ្នឹងនិយាយពីថានៅរោងកណ្ដាលចកាហ្នឹងបន្លែប្លុកអីគឺល្អខ្លាំងមែនទែនមិនថាជើមិនថាដើមតង្កែនមិនថាដើមតបាយគឺផ្លែចង់ដាក់មេឃគឺអត់មានអ្នកណាគេបេះទេហើយពេលហ្នឹងយើងឆ្ងល់ដែរថាមូលហេតុអីបានអត់មានអ្នកគេបេះហើយពេលដែលយើងចូលទៅដល់ភ្លាមបងខ្ញុំអាពៅគេហ្នឹងគឺយំយោហ្មងយំខ្លាំងមែនទែនយំហើយគឺមានខ្លែងស្រាកហោះឆ្វាលហ្នឹងគឺយំខ្វាក់នៅនឹងរហូតយាយខ្ញុំគឺគាត់ជូនទៅដាក់ហើយគាត់អត់នៅទេក៏គាត់ឡើងមកភូមិវិញដើម្បីរកទិញម្ហូបអាហារទុកសម្រាប់ធ្វើម្ហូបដើម្បីត្រៀមធ្វើការថ្ងៃស្អែកហើយខ្ញុំនៅទៅជាមួយម៉ាក់ខ្ញុំទេ5នាក់ទាំងម៉ាក់ខ្ញុំនិងបងប្អូនខ្ញុំ4នាក់ទាំងខ្ញុំមួយទៀតពេលដែលនៅហ្នឹងគឺមានអ៊ំម្នាក់គាត់ដើរមកគាត់ថាចេះក្មួយឯងមកនៅកណ្ដាលចកាហ្នឹងឯងពេលឃើញមានមនុស្សចឹងបានអ៊ំហ៊ានចូលមកអ៊ំមករកបេះលឹកបាសហើយបេះបន្លែយកទៅស្លខ្ញុំក៏អត់ដឹងដែរគាត់ដើរបេះបន្លែទៅខ្ញុំក៏ដើរលេងតាមគាត់ចាយើងនៅក្មេងយើងដើរលេងតាមគាត់ទៅម៉ាក់ខ្ញុំក៏គាត់នៅសារៈនៅក្រោមដើមតបែកចង់រឹងយល់បងខ្ញុំអញ្ចឹងណាខ្ញុំដើរតាមគាត់ទៅដល់កន្លែងរោងមួយដែលលក្ខណៈនឹងជាភ្នោប៉ុន្តែពេលហ្នឹងខ្ញុំអត់ដឹងថាជាភ្នោខ្មោចទេខ្ញុំនឹកស្មានថាជាដីវាពូនណាវាមានស្មៅផងផ្កាម៉ោង10ផងវាដុះពីលើហ្នឹងខ្ញុំក៏ដើរទៅបេះស្មៅម៉ោង10ហ្នឹងដើរបេះស្មៅម៉ោង10ហ្នឹងហើយខ្ញុំក៏ដើរត្រឡប់មកកន្លែងម៉ាក់ខ្ញុំវិញពេលដែលខ្ញុំដើរមកកន្លែងម៉ាក់ខ្ញុំវិញអ៊ំដែលដើរបេះបន្លែនៅហ្នឹងបេះលឹកបាសបេះអីនៅហ្នឹងខ្ញុំឃើញមាននារីម្នាក់សក់ខ្មៅវែងខ្លាំងមែនទែនហើយពាក់រ៉ូបខ្មៅមុខខៀវហ្មងខ្ញុំឃើញច្បាស់ហ្មងគឺមុខពណ៌ខៀវគឺដើរតាមពីក្រោយគាត់គាត់ដើរទៅណាក៏ដើរតាមដែរហើយខ្ញុំគិតថាចេះខ្ញុំសួរម៉ាក់ខ្ញុំថាម៉ាក់អ៊ំនឹងមិញមកតែឯងទៅឥឡូវមានកូនគាត់ដើរតាមក្រោយទៀតកូនគាត់ពោះធំទៀតម៉ាក់ខ្ញុំក៏គាត់និយាយថាឯងចេះតែនិយាយអីចឹងទេហើយម៉ាក់ខ្ញុំក៏ថាខ្ញុំស្ងាត់តែខ្ញុំក៏អត់បាននិយាយទៀតដែរអ៊ំនឹងគាត់ដល់បេះបន្លែហើយគឺគាត់ប្រញាប់ចេញទៅមែនតើហើយពេលហ្នឹងគឺម៉ោងវាជិតល្ងាចដែរហើយចូលខ្ទង់ម៉ោង3ម៉ោង4ហើយ
ស្រាប់តែពេលហ្នឹងគាត់អ៊ំនឹងចេញទៅបាត់គឺយាយខ្ញុំគាត់ចាប់ផ្ដើមរត់មកពីភូមិវិញហើយគាត់មកប្រាប់ម៉ាក់ខ្ញុំថានៅនឹងអត់កើតទេយើងទៅនៅចរុកវិញហើយម៉ាក់ខ្ញុំក៏ឆ្ងល់ក៏សួរខ្ញុំថានៅនេះមានអីល្អតើស្ងប់ស្ងាត់ហើយយើងនៅតែគ្រួសារយើងទៅយើងទៅនោះអញញ៉ៃគេព្រោះយើងកូនតូចតែយាយខ្ញុំគាត់អត់មានមាត់អីច្រើនគាត់ថាម៉ាច់នៅនឹងទេនៅនឹងអត់កើតទេឥឡូវរើឆាប់រើអាវ៉ាន់ចេញទៅវិញគឺមេចាប់ផ្ដើមល្ងិតហើយគឺយើងឲ្យពីឆ្ងាយដែរពីដីគេវែងដែរនិយាយទៅឆ្ងាយយើងរើអាវ៉ាន់មកទៅហើយចូលម៉ោង5ទៅមករើទៅដាក់ចរុកនៅមុខចកាវិញពេលដល់ម៉ោង5រើហើយទៅដល់ចរុកម៉ោង5យើងក៏សម្រេចចិត្តថាដេកខាងក្រោមចរុកព្រោះចរុកគេមាន2ជាន់ណាគេធ្វើ2ជាន់អញ្ចឹងទៅយើងសម្រេចចិត្តនៅខាងក្រោមនិយាយទៅម៉ោង5ហ្នឹងយាយខ្ញុំចាប់ដាំស្លស្លុកហើយកាលហ្នឹងជំនាន់ហ្នឹងមេឃវាល្ងិតលឿនម៉ោង5កន្លះម៉ោង6ឯងចាប់ដើមល្ងិតហើយពេលហ្នឹងគាត់និយាយខ្ញុំក៏ស្លស្លុកហើយគាត់បញ្ញាប់ឲ្យខ្ញុំបងប្អូនខ្ញុំហើយម៉ាក់ខ្ញុំហ្នឹងហូបបាយលឿនហើយគាត់ថាហូបបាយហើយបញ្ញាប់ចូលដេកទៅនាំកូនចូលដេកព្រោះកាលហ្នឹងម៉ាក់ខ្ញុំគាត់អាស្រ័យខ្ចីកូនទូចគាត់ថាចាស់ដើមគាត់តែនិយាយថាកូនងាសាច់ក្អូបហើយបញ្ជាក់មួយទៀតយាយខ្ញុំគឺគាត់ចេះក៏គាត់គ្រូគាត់ចាស់ពីដើមម៉ោង6គឺម៉ាក់ខ្ញុំចូលក្នុងបាត់ហើយពេលហ្នឹងមេឃល្ងិតបាត់ហើយចាប់ដើមល្ងិតហ្មងហើយគាត់នៅខាងក្រៅហើយខ្ញុំពេលហ្នឹងយើងក្មេងយើងចេញមកអង្គុយលេងមួយចាស់នៅហ្នឹងគាត់និយាយគ្នាអញ្ចឹងស្រាប់តែឮសលេងមកល្វើយសលេងពេលកូនណាលក្ខណៈហើយឮកលួចខ្លាំងមែនទែននិយាយថាក្នុងរឿងមិនគឺអញ្ចឹងហ្មងហើយអត់មានមកថាលងម៉ោង2:10យប់អត់ទេតែចាប់ផ្ដើមក្បាលម៉ោង6គឺលងហ្មងដឹងស្រាប់ហើយនៅចកាវាស្ងប់ស្ងាត់វាអត់មានសំឡេងអីទេអញ្ចឹងតែមានសំឡេងអីមួយឮរៀងនេះគឺឮដល់យើងហ្មងគេឮសំឡេងហ្នឹងគឺឮសំឡេងពេលកូនល្ងើតាំងពីកណ្ដាលឆ្ងាយមកប៉ុន្តែយើងឮយូរទៅចិត្តទៅយាយខ្ញុំក៏គាត់នៅអង្គុយនឹងមុខរោងហ្នឹងគាត់ចង់រឹងនៅនឹងតសមមុខរោងហ្នឹងគាត់ចង់រឹងហើយគាត់អង្គុយនៅហ្នឹងហើយនៅមុខរោងហ្នឹងគឺសុទ្ធតែព្រៃពោតមានតែមកប្រឡោះផ្លូវដែលចូលទៅរោងហ្នឹងទេគេមានផ្លូវប្រឡោះចូលទៅរោងហ្នឹងហើយឮសលេងយូរទៅចិត្តទៅអាចជារយៈពេល10នាទីគឺខ្ញុំឮសលេងពេលហ្នឹងខ្ញុំអង្គុយលេងគឺយាយខ្ញុំគាត់និយាយជាមួយគាត់ថាមកធ្វើអីមកចង់បានអីស្មានតែគាត់និយាយជាមួយចាស់នៅនឹងដែរហើយចាស់នៅនឹងគឺគាត់ស្ងាត់ទាំងអស់ខ្ញុំឮសលេងនិយាយតជាមួយគាត់ថាខ្ញុំមកសុំនៅជាមួយដែរខ្ញុំនៅនឹងបបាក់ណាស់ខ្ញុំឯកាណាស់ខ្ញុំចង់នៅជាមួយដែរហើយខ្ញុំក៏អត់បានតន់ងាកទៅមើលទេខ្ញុំគាត់អង្គុយចាំស្ដាប់យើងអង្គុយលេងហើយគេស្ដាប់ចាស់គាត់អង្គុយនិយាយមួយគ្នាយាយក៏គាត់និយាយជាមួយព្រាយហ្នឹងនិយាយជាមួយធម្មតាហ្មងហើយមកឲ្យឃើញទាំងអស់អត់មានថាណាគេអត់ឃើញអ្នកដែលធ្វើការហ្នឹងគឺធ្លាប់ឃើញទាំងអស់នៅហ្នឹងបន្ទាប់មកពេលដែលគាត់កំពុងតែនិយាយគ្នាចោះនិយាយឡើងជាមួយនឹងខ្មោចហ្នឹងខ្ញុំចាប់អារម្មណ៍ថាទេអ៊ំនៅនេះស្ងាត់អីចេះនិយាយមួយណាគេខ្ញុំក៏លេចទៅគឺឃើញនារីដែលខ្ញុំឃើញពេលថ្ងៃហ្នឹងដែលពោះធំពាក់រ៉ូបពណ៌ខ្មៅសក់កន្ទ្រើងមុខខៀវហ្នឹងសក់វែងហើយកន្ទ្រើងយកមែនតែនហ្មងគឺមុខពណ៌ខៀវហ្មងហើយមុខមិនមែនខៀវអាណាដូចយើងយកខៀវអីណាខៀវហើយមុខអាលួយខៀវគឺបើនិយាយឲ្យចំទៅគឺគួរឲ្យខ្លាចមែនទេបានឃើញទស្សនវិជ្ជាបាបបញ្ចូលគឺគួរឲ្យខ្លាចខ្លាំងហ្មងខ្ញុំក៏លេចទៅគឺឃើញហ្នឹងហ្មងគ្រាន់តែខ្ញុំឃើញគឺខ្ញុំរត់ចូលក្នុងឯងខ្ញុំអត់ដឹងថាមានរឿងអីកាត់ឡើងទៀតទេហើយបន្ទាប់មកគឺពេលហ្នឹងកម្មករគឺចាប់ផ្ដើមមកខ្លះហើយថ្ងៃហ្នឹងប៉ុន្តែគេដេកនៅជាន់លើពេលហ្នឹងខ្ញុំសួរយាយខ្ញុំគាត់ប្រាប់ខ្ញុំពេលដែលនិយាយជាមួយគាត់ហ្នឹងហើយគាត់ថាអញអត់ទទួលទេទៅវិញទៅចង់បានអីប្រាប់អញសែនឲ្យពេលហ្នឹងនិយាយទៅគឺវាអត់ព្រមទេវានៅតែអង្គុយយំនៅមុខចរុកហ្នឹងហើយយាយខ្ញុំគឺគាត់ការពារកូនគាត់ព្រោះម៉ាក់ខ្ញុំគាត់អាស្រ័យខ្ចីគាត់ចូលមកក្នុងដែរពេលហ្នឹងគឺវាឡើងទៅលើអ្នកលងលាក់អ្នកនៅលើចរុកអ្នកនៅលើចរុកហ្នឹងខ្ទង់ប្រហែលជា10នាក់ដេកនៅលើចរុកមានស្រីមានប្រុសមានក្មេងមានចាស់គឺដេកនៅលើចរុកហើយអ្នកលើចរុកហ្នឹងប្រាប់ថាឡើងទៅលងអ្នកដែលលើចរុកហ្នឹងអ្នកលើចរុកព្រឹកឡើងគាត់ប្រាប់ខ្មោចដែលព្រាយហ្នឹងដែលសក់វែងចង់ដល់ដីហើយមុខលួយពណ៌ខៀវហ្នឹងគឺឡើងទៅហោះឡើងទៅហ្នឹងគឺតាមប្អួចគឺប្អួចបើកខ្លួនឯងហ្មងសុកក៏ត្រាក់បើកខ្លួនឯងហើយគឺនៅមុខប្អួចហ្នឹងយំសុំនៅជាមួយដែរនិយាយប្រាប់អ្នកនៅលើចរុកហ្នឹងប្រាប់ថាគឺទៅស្រែកយំថាខ្ញុំសុំនៅជាមួយផងខ្ញុំនៅនឹងខ្ញុំឯកាណាស់ខ្ញុំនៅតែឯងគឺយំធ្ងន់ធ្ងរគឺគួរឲ្យខ្លាចមែនតើហើយលឺគឺលឺពេញចរុកមនុស្សប្រហែលអ្នកគឺលឺទាំងអស់អ្នកចរុកហ្នឹងផ្អើលឈូឆមកដេកគោជើងគ្នានៅខាងក្រោមជំរុកទាំងអស់នៅខាងលើចរុកគឺអត់មានមនុស្សដេកសំបីតែម្នាក់ពេលដែលលងយប់ហ្នឹងហើយស្អែកឡើងម្ចាស់ចកាក៏គាត់មកកម្មករនៅនឹងគេចោះធ្វើការហើយតែថ្ងៃឡើងគឺគេឡើងហូបបាយគឺគេប្រាប់ម្ចាស់ចកាថាមកលង
ខ្មោចពោះធំមកលងមានដឹងរឿងអីអត់តែម្ចាស់ចការហ្នឹងគឺគាត់អត់ប្រាប់ទេគាត់អត់មានប្រាប់អីទេគាត់ថាវាមិនដែរមានខ្មោចទេគាត់មិនជឿថាមានខ្មោចទេគាត់ថាចាំមើលយប់ហ្នឹងមើលគាត់នៅហ្នឹងមើលវាមកលងទៀតអត់និយាយដល់យប់ឡើងគាត់ហ្នឹងគាត់ជាមនុស្សដែលអត់ចេះខ្លាចខ្មោចគាត់អត់ជឿរឿងហ្នឹងទេហើយខ្ញុំនៅហ្នឹងខ្ញុំសាក់សីរស់គឺគាត់ចង់រឹងកន្លែងដែលយាយខ្ញុំចង់ពេលយប់ពីម្សិលមិញដែលនិយាយជាមួយខ្មោចគឺគាត់ចង់រឹងនៅចំពីមុខរោងហ្នឹងហើយគាត់ចង់រឹងហើយពីក្បាលល្ងាចអញ្ចឹងគាត់ចង់រឹងហើយពុកគាត់ហូបបាយគាត់ហូបអីហើយគាត់ទាញធូប3តសៃដើរទៅអុចដោតនឹងមុខហ្នឹងគាត់ថាបើខ្លាំងយប់ហ្នឹងមកលេងអញមកអញមិនជឿទេថាមានខ្មោចមែនអានេះសម្ដីយាយខ្ញុំគាត់ប្រាប់ណាពេលដែលយប់ឡើងណាមកអត់ឲ្យបានដេកទេហើយកម្មករនៅហ្នឹងគឺដេកផ្ដុំនៅក្រោមហ្នឹងគឺលឺទាំងអស់មកយូនរឹងសុំគាត់នៅជាមួយយកខ្ញុំទៅនៅជាមួយផងគឺយំប៉ែនៅហ្នឹងហើយយាយខ្ញុំក៏គាត់ដេកនៅក៏អត់បានដេករឹងទេគឺគាត់ដេកនៅនឹងជ្រុកហ្នឹងដែរក៏គាត់ងើបគាត់ប្រាប់ថាគឺមកយូនរឹងពូហ្នឹងក៏ស្រែកថាអញដេកអត់បានទេឈប់យូនរឹងអញទៅខ្មោចហ្នឹងគឺគាត់នៅតែនិយាយថាគាត់សុំនៅជាមួយដែរគាត់នៅហ្នឹងគាត់ឯកាណាគាត់នៅតែឯងទេក៏អត់មានគ្នាទេក៏សុំមកនៅជាមួយដែរពូហ្នឹងក៏គាត់ងើបពីហ្នឹងគាត់ថាអញអត់បានអញវាយទាំងខ្មោចឥឡូវហ្នឹងពេលហ្នឹងពេលដែលពូនឹងងើបផុតគឺខ្មោចហ្នឹងគឺចូលមកបណ្ដោយចូលក្នុងផ្ទះហ្មងអត់ដឹងថាមូលហេតុអីដែលវាចូលបានឬក៏មិនចូលក្នុងមកចរុកគឺចូលមកគឺសកត់ពូខ្ញុំមកពេលដែលវាចូលពូហ្នឹងគឺចាប់ផ្ដើមមកចរុកហ្នឹងគឺចាប់ផ្ដើមផ្អើលឈូឆយដោយសារពូខ្ញុំគឺវាចូលវាសកត់វាចូលគឺមនុស្សហ្នឹងដូចជាមនុស្សមួយទៀតបាត់ហើយគឺគាត់ងើបមកគាត់និយាយស្ដីអត់ដឹងណាណីគឺគាត់និយាយដូចសម្ដីខ្មោចហ្នឹងអញ្ចឹងអញយកវាឲ្យបានអញមិននៅជាមួយវាអញចង់នៅជាមួយវាគឺចូលពូខ្ញុំប៉ុន្តែពេលហ្នឹងយាយខ្ញុំគាត់ចេះគាត់ក៏បានសូត្របណ្ដេញចេញខ្មោចហ្នឹងគឺចេញពីខ្លួនពូខ្ញុំទៅហើយពេលហ្នឹងគឺនាំគ្នាផ្អើលឈូឆហើយមុខពូខ្ញុំគិតមើលទៅមនុស្សធម្មតាមុខយើងមិនធម្មតាពណ៌សាច់ពណ៌អីធម្មតាពេលដែលខ្មោចចូលហ្នឹងមុខមនុស្សហ្នឹងគឺមុខពណ៌ខៀវមុខពូខ្ញុំប្រែទៅដូចជាមនុស្សពណ៌មុខពណ៌ខៀវហ្មងខ្ញុំឃើញផ្ទាល់ខ្ញុំទៅរត់ទៅមើលគាត់ស្រែកគាត់ថាអញយកវាទៅបានអញចង់នៅជាមួយវាពេលហ្នឹងបានយាយខ្ញុំបានពូមួយទៀតដែលគាត់ធ្លាប់ធ្វើអាចារ្យផ្លុកគាត់ធ្វើអីហ្នឹងគាត់មកសូត្របណ្ដេញខ្មោចហ្នឹងចេញពីខ្លួនពូខ្ញុំទៅគឺពេលដែលបណ្ដេញខ្មោចចេញពីខ្លួនពូខ្ញុំហើយហ្នឹងគឺវាដើរជុំវិញរោងជុំវិញចរុកហ្នឹងគឺវាដើរយំហ្មងវាដើរអំពេកូនលឺទាំងអស់គ្នាអ្នកនៅនឹងគឺលឺទាំងអស់អត់មានណាគេថាអត់លឺទេគឺឃើញទាំងអស់គ្នាលឺទាំងអស់គ្នាហ្មងគឺមួយយប់ហ្នឹងគឺអត់មានណាគេបានដេកទេលឺទាំងអស់ហើយដល់ពេលអញ្ចឹងទៅព្រឹកឡើងពូអីដែរក្មួយម្ចាស់ចការហ្នឹងគាត់តែព្រឹកឡើងគឺគាត់អត់និយាយអីច្រើនគាត់ថាគាត់អត់នៅគាត់ឡើងទៅបាត់ឡើងមកផ្ទះវិញបាត់អញ្ចឹងទៅយាយខ្ញុំគាត់ចង់ដឹងព័ត៌មានក៏គាត់ចង់ដឹងសាច់រឿងចការហ្នឹងក៏គាត់ដើរទៅសួរអ្នកភូមិនៅហ្នឹងគឺនៅម្ខាងស្ទឹងអញ្ចឹងចការហ្នឹងនៅម្ខាងស្ទឹងខាងនេះភូមិនៅម្ខាងស្ទឹងទៀតអញ្ចឹងយើងចង់ទៅភូមិទិញម្ហូបតើយើងហែលឆ្លងស្ទឹងពេលហ្នឹងអត់មានទូកអត់មានអីទេយើងត្រូវការហែលឆ្លងស្ទឹងទៅព្រោះទឹកវាត្រឹមទ្រូងដែរស្ទឹងយាយខ្ញុំក៏ហែលឆ្លងស្ទឹងទៅសួរគេនឹងតាមសម្ដីយាយខ្ញុំគាត់ប្រាប់គាត់សួរគេគាត់ថាមិនមានមូលហេតុអីបានចការហ្នឹងវានៅអត់បានមានខ្មោចលងមានខ្មោចពោះធំមកលងមានដឹងសាច់រឿងអីអត់នៅចការហ្នឹងអ្នកចការអ្នកភូមិហ្នឹងគាត់ថាពីដើមឡើយគឺម្ចាស់ចការហ្នឹងមានអ្នកចាំចការឲ្យគាត់2នាក់ប្តីប្រពន្ធអញ្ចឹងទៅប្រពន្ធហ្នឹងគឺគាត់ពោះ7 ខែប៉ុន្តែគាត់ឈឺពោះកាត់កូនអញ្ចឹងទៅពេលហ្នឹងគឺចំមេឃភ្លៀងហើយមេឃភ្លៀងខ្លាំងហើយគាត់នៅនឹងកណ្ដាលចការហ្នឹងគាត់ត្រូវការឆ្លងមកភូមិសិនបានអាចយកប្រពន្ធទៅពេទ្យបានហើយពេលហ្នឹងមេឃភ្លៀងខ្លាំងទឹកស្ទឹងវាឡើងអញ្ចឹងទៅប្តីអត់ដឹងធ្វើម៉េចយកប្រពន្ធមកអត់កើតក៏ទុកប្រពន្ធនៅនឹងផ្ទះនៅកណ្ដាលចការហ្នឹងហើយគាត់មកតែឯងរត់មករកអ្នកភូមិឲ្យជួយប្រពន្ធគឺហែលឆ្លងទឹកពេលដល់ពងឡើងណាហែលមកឆ្លងប្រាប់អ្នកភូមិឲ្យអ្នកភូមិទៅជួយប្រពន្ធគាត់ផងប្រពន្ធគាត់ជឿពោះកាត់កូននៅកណ្ដាលចការពេលដែលគេគាត់មករកអ្នកភូមិឲ្យជួយហ្នឹងទៅវិញគឺប្រពន្ធគាត់ផុតបាត់ហើយស្លាប់បាត់ហើយតែឯងគឺនៅកណ្ដាលចការហ្នឹងពេលដែលប្រពន្ធគាត់ស្លាប់ហ្នឹងគាត់អ្នកអត់គាត់មកចាំចការឲ្យគេក៏អត់មានលុយបូជាប្រពន្ធទេហើយក៏អត់មានលុយដឹកប្រពន្ធទៅបូជានៅវត្តដែរអញ្ចឹងទៅក៏អ្នកភូមិគេអាណិតក៏គេជួយតិចតួចអញ្ចឹងទៅក៏គេនិមន្តលោកនិមន្តអីមកសូត្រមន្តបញ្ចុះសពនៅនឹងគៀនរោងនឹងតែម្ដងពេលអញ្ចឹងទៅបញ្ចុះសព
nơi kiên rong cả lại để nhung tập bê cam mong đọc để nhung dây bị đam sạch đường nhưng mà thà nhung khơi được pun nhưng mà đặt thập nấu cả lại những cứ nấu màu những ai lại cái cọp màu cô thôm những ai chẳng tới về đây nhung đăng sạch đường của nhung thảo nhung đào tròn nấu cái chẳng tới cứ phải đây nơi về để cho hai phải đây nơi nắng cứ phải đây nơi đặt bàn thì luôn phải đây luôn là thằng đây chư phải đây nơi đặt bàn còn phải đây rút tới sọc bên bát từ chân tới cứ mau những cái nơi nắng tại cứ mau những vậy tới cứ anh đặt mau những đấy cứ bột bọt cầm sọt ăn miên là cái thợ bôn là từ cái sau từ ao cứ nơi cái đại cho ca nắng tại du tới việc vừa ở mau những prai chỉ mau tới chỉ pri là phơi đi xa nó tam dây nhung cắt trám cắt tha để sao ở miền bôn ở miền nào từ cái so phò bôn ao hay mau bột thôm nơi du tới việc vừa prai khai tới chỉ pri là phơi chân tới cứ việc hào mình đến mau những cứ hào vì na thơ cọt bay vậy giờ những có cọt tê để xua mình cha cha thiết mình cha cha có tha có thọpได้thọpนี่มนโลกthọp ấy thọp nom cru nom ấy mà vẫn lại thợ bay thế tha mau những thợ bay mau những sa hào có tọp máu giờ những cọt đằng bàn đằng sạch đường màu khạc chân máu cọt màu chợ rục đằng với như cọt chặt đám thơ bị thi bọt xì mà bầm bảy tư trong bình tệ su quạt ấy có tha bọt xì mà bảy tư nứng dương bọt đằng nóng bọt đằng khai có tha bọt xì mà bảy tư nứng khang nông có trâu chạy nhật bán hàng khai có trâu là bàn này vậy tới cứ bọt bật mỏng có ọt ơi hàng khai trâu thôi có hàng nông chạy nhật bàn này chạy tới cứ trình niên te nè ở phố mấy cái tranh tana ban này vậy tới nè nông có cho bán nè khai có chạy nhật bàn có tha có bọt xì mà bảy tư nứng bản tục vi chuột có tha bầm chân cái tục viêm chuột ấy về để bọt xì mà năng hơi màu phồng mùi là như cam mà con là năng tầng chiêng mà phây nè cứ cùi năng cào rong năng anh mình là cây nơi tròn lưỡi cùi đi chăm mưa với mà lôn chứ thì nhóm còn cùi đấy nhóm cùi nhóm không mấy giây đây mấy ở tới đấy dương trong đăng trong lư thạc mau nhưng mấy dương trong khơi thì phát cái trong khơi mau bộ mùi như chập đam lư sầm lên kia lư sầm lên tại vì cái đài chả ca mau sầm lên zoom phong sầm lên pe côn phong sầm lên zoom phong sầm lên pe côn phong du tới hay vì một rốn pe đây cái cắt tốt cái cắt vì một rốn từ môn này chẳng cắt tới khinh sờ lại khinh đo sờ lại bẹt đá chẳng tới cứ chập đam phốt vì bẹt đá mất cứ khơi chập đam đào vì muốn lư từ bốn lư tới sầm lên là vơi đập pe chập tới chập đam khinh rụt đi cứ màu đào màu dùng phong pe côn phong hay dùng phong đào mà là hốt mà đo một rốn mà đo một rồng nàng hái cứ trâu lọt bàn hay còn cùi dùng nở một rồng tha thơ bạc nhung mấy nhung khoan ở trong mà nơi chỉ mùi tê bạc thuê mà nhung sông nơi chỉ mùi đai nhung nơi nó nhung ai cả nè cứ khơi mình nuôi nó khơi trong oi bên vậy tới tháp viên cùi chứ cứ ra hao mong tôi to pin vậy thò mà đa vậy ấy hơi cứ chập đam vậy khăng chập đam strike dùng strike nên nắng hay vậy bị tha rụt riêng mình cứ thôi và bà tôi vô cứ vẽ chốt không ai hay sọ ven đó đây hay sọ ba cần trơn mong vậy vì một với anh lê anh lui thật cơ cho hay bơ mơ khơi bạn đang hả như cùi lại cứ cùi dùng là một nơi hay sài ơi anh trôi lót bác ở phía anh trôi mau đo lên anh trôi không anh cho nơi nắng đai vậy nhưng có quạt về để nên nắng cầm con là nắng thằng nào bạn tại lao nào kia rửa bạn mặc cái họ xông cái bạc lôi làm tiền xong rồi thì về nhóm con nôm mạnh nhung nôm ấy mà theo bạn lên trong ban lôi lên trong này nên nắng cứ nơi ập bàn tôi bây giờ ập bàn từ thợ ấy vì mà luôn ở đây dân đi thì vì mà chung vinh tia nó cứ vì mà xài dùng chung vinh nhưng ở đây dân bàn đi thì cứ xa hao gần tha ở lỡ vì nơi nâng tiết rồi còn mấy đứa con mà cha ca cái thơ vì thi ở từ cái sau là ban tất cả sập tệ không được còn mấy nhưng mà toàn ở đằng tết đi sai dương vì nắng tôi dương ở bàn với cái dương tờ lọc mà tia vinh và đời tới dương ở bàn đằng qua miền xả xuôi về nhưng mà bàn xua ấy tiết tê vì nắng cứ máu hơi bên tái giờ đằng để làm cha cá cái ai vừa ấy rồi có cái mình muốn luôn ấy từ sau ở tiết rồi cái dương ở đằng thì đằng hai viên nơi ta tái rồi còn mấy cái dương ở đằng đây anh ấy chỉ sạch đường đây nhung ban chu dạ bê tăng pi nhung nơi chu đập mùi đập pi nam đây mà đo là lấy cái vi tràn nam đài tăng tay bên nơi đập đàm tăng pi rương nào mà cứ nhung tay để chụp rương xem thì tràn tại nếu nhung còn là trong chành để chạy mà rương nương tới đây nhung lọp chụp chia rương mua là hết để ao nhung ban chụp tự nhiên to mà hột chẳng tới miền tập bên nương thấy hay con nẹt ọt này để man snap ở nơi rừng này person gì nhung miền cai vậy tới vậy là u vậy là o rồi còn mấy nhà năng xong mà chia sẻ nè ọt này phong hay là này con đây chỉ ca chạy mình lấy bảo nhung tế đọc nè để chứa nè đây mình chứa còn ấy đây này con đây chỉ ca chạy mình lấy nè bảo từ sau đây nhung bán chụp to bàn ọt con nẹt ọt này
មិនដែរ ខ្ញុំមានពីរស្ដាប់រឿងហ្នឹងទាំងរូបភាពរន្ធត់ខ្លាចហ្នឹងក៏មានហើយអាណត្តិវិញ្ញាណហ្នឹងក៏អាណត្តិដែរមានទាំងពីរអញ្ចឹងឥឡូវចូលដំបងហ្មងទៅខ្ញុំជឿអ្នកទាំងអស់គ្នាក៏បានស្ដាប់ក៏យល់ដែរគាត់ថាយល់បែបណាជារឿងរបស់អ្នកទាំងអស់គ្នាគាត់ថាពីខ្ញុំទៅខ្ញុំសូមឧទ្ទិសកុសលផលបុណ្យដែលខ្ញុំបានសាងបានធ្វើហ្នឹងជូនបើសិនជាគាត់អត់ទាន់បានទៅសុគតិភពទៅចាប់ជាតិចាប់កំណើតថ្មីទេសូមបញ្ជូនកុសលផលបុណ្យដែលខ្ញុំធ្លាប់បានសាងហ្នឹងជូនទៅគាត់ឲ្យគាត់ទទួលបានផងព្រោះបើតាមស្ដាប់គាត់មកគឺដោយសារគាត់អត់ទទួលបានផលបុណ្យពីអ្នកណាទេដែលធ្វើឲ្យគាត់នៅពីខ្មោចធម្មតារហូតទៅដល់ព្រីកើតជាព្រីកើតជាអីដោយសារអត់បានទទួលបុណ្យពីអ្នកណាហើយបើតណាដើមតងនៃការស្លាប់មកក៏គួរអាណិតមែនអញ្ចឹងខ្ញុំមានទាំងពីរខ្ញុំទៅសើនេះដាក់ sound effect មកគេដល់វាកំសត់មាន sound effect កំសត់មកអញ្ចឹង shot out ទៅ VT Media ពិតជាប៉ិនប្រសពរលុយមែនបាទ